បាទវត្តស្ពឺកំពុងតែរៀបចំវត្តដើម្បីនឹងទទួលទេវតាឆ្នាំថ្មីត្រៀមនឹងចូលឆ្នាំនៅថ្ងៃខាងមុខនេះគឺឃើញថារៀបចំបានស្អាតមែនទែនបងប្អូនគឺស្អាតប្លែកខុសពីវត្តផ្សេងៗអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយកន្លែងនេះដែរគឺជាច្រកចូលមកពីខាងកើតវត្តអញ្ចឹងបងប្អូនគឺឃើញថារៀបចំបានប្លែកពីរាល់ឆ្នាំឃើញមានមួកមានពណ៌រំយោលអីដាក់តាមដងផ្លូវផងដែរបងប្អូនទាំងអស់គ្នាឃើញថាស្អាតមែនទែនហើយយើងក៏លេចមកឃើញរង្វង់នៅមុខវិហារឃើញថាមានមួកធំខ្លាំងមែនទែនបងប្អូនគ្នាគឺថាខាងវត្តគឺពូកែតុបតែងគឺពូកែធ្វើមួកធ្វើអីរៀបចំវត្តគឺបានស្អាតមែនទែនហើយទើបតែចាប់ផ្ដើមរៀបចំឥឡូវនេះទេប៉ុន្តែគឺឃើញថារួចរាល់ជាបដាបងប្អូនអញ្ចឹងគឺខ្ញុំធ្វើវីដេអូនេះឡើងគឺដោយសារតែបងប្រុសម្នាក់ដែលគាត់បានសំណូមពរឲ្យខ្ញុំធ្វើវីដេអូអំពីផ្សារស្ពឺទៅវត្តស្ពឺអញ្ចឹងណាបងប្អូនអរគ្នាគឺគាត់ចង់មើលផ្លូវមើលអីថាប្លែកយ៉ាងណាដែរហើយដោយសារតែគាត់នោះគឺគាត់អត់បាននៅស្រុកទេគាត់មិនដឹងថាធ្វើការនៅណាណីទេគឺគាត់បានcomment នៅក្នុង page របស់ខ្ញុំអញ្ចឹងគឺខ្ញុំធ្វើជូនតាមសំណូមពរបងប្អូនទាំងអស់គ្នាហើយនេះគឺជាផ្សារស្ពឺបងប្អូនទាំងអស់គ្នាគឺខ្ញុំជិះពីជើងទៅត្បូងដើម្បីឆ្ពោះទៅវត្តស្ពឺហើយខ្ញុំអត់បានជិះតាមផ្លូវបេតុងផ្លូវលំទេអ្នកនរគ្នាគឺខ្ញុំជិះតាមផ្លូវធំតែម្ដងគឺផ្លូវកៅស៊ូដែលគេទើបតែធ្វើឲ្យថ្មីគឺស្អាតហើយមានធំជាងមុនអ្នកនរគ្នាអញ្ចឹងគឺឃុំយើងគឺមានផ្លូវស្រួលជិះហើយអញ្ចឹងបងប្អូនដែលនៅក្រៅស្រុកដែលនៅក្នុងស្រុកអីបាទមើលឲ្យទៅស្រុកយើងឃុំយើងគឺបានផ្លូវល្អជិះហើយមិនពិបាកក្នុងការធ្វើដំណើរដោយពីមុនទៀតឡើយអញ្ចឹងបងប្អូនដែលបានឃើញវីដេអូនេះហើយកុំភ្លេច share ម្នាក់មួយផងបាទឥឡូវនេះដែរគឺខ្ញុំបានជិះម៉ូតូចូលមកដល់ខ្លោងទ្វារវត្តស្ពឺហើយអ្នកទាំងអស់គ្នាហើយនេះគឺជាច្រកខាងត្បូងនៃវត្តស្ពឺតែម្ដងហើយនេះគឺជាច្រកធំអញ្ចឹងណាចុះពីផ្លូវចាក់កស៊ូទៅហើយចូលឆ្នាំនេះដែរគឺវត្តស្ពឺគឺបានអូកេសពុទ្ធីអ្នកទាំងអស់គ្នាគឺរាល់ឆ្នាំគឺអូកេសពុទ្ធីដែរអ្នកទាំងអស់គ្នាប៉ុន្តែឆ្នាំនេះអូកេសពុទ្ធីបានលេងតែប្រហែលថ្ងៃទេគឺថ្ងៃទី2គឺគាត់ចូលរវល់នៅកន្លែងផ្សេងអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងគឺជប់ថ្ងៃទី2ហ្នឹងគឺមិនមែនជាអូកេសពុទ្ធីទេគាត់យកអូកេសដងគេមកជំនួសអញ្ចឹងណាបងប្អូនគ្នាហើយបងប្អូនសង្ឃឹមថាបងប្អូនស្គាល់ហើយអូកេសពុទ្ធីគឺល្បីណាស់ដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនស្រឡាញ់និងគាំទ្រកុំភ្លេច share វីដេអូមួយផងបាទ